Hello សួស្តីអ្នកនរគ្នា welcome back ជួយខ្ញុំទីនេះខ្ញុំចេញហួយសាកមកកាន់វីដេអូថ្មីអញ្ចឹងវីដេអូមុនដូចអ្នកនរគ្នាបានឃើញហើយគឺតកតងជាមួយនឹងខ្ញុំបាននិយាយហួយហើយតកតងជាមួយនឹងជំងឺដែលយើងគេងអត់លក់ហើយក៏ខ្ញុំបានប្រាប់ពីវិធីក្នុងការជួយឲ្យគេងលក់ដែរអញ្ចឹងវីដេអូមួយនេះផងដែរគឺខ្ញុំមកបន្ថែមពីវីដេអូមួយមុនហ្នឹងគឺតកតងជាមួយនឹងវិធីជួយឲ្យយើងគេងលក់វាមានវិធីច្រើនមែនតើដើម្បីជួយឲ្យយើងគេងលក់បានប៉ុន្តែអាស្រ័យទៅលើយើងថាតើយើងពេញចិត្តវិធីមួយណាតើវិធីមួយណាដែលស័ក្តិសមជាមួយនឹងយើងអញ្ចឹងឥឡូវនេះខ្ញុំនឹងមកប្រាប់ពីវិធីមួយចំនួនបន្ថែមទៀតតែអញ្ចឹងខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាមានបញ្ហាអីទេបើអ្នកទាំងអស់គ្នាគេងអត់លក់ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាព្យាយាមស្វែងយល់ពីខ្លួនឯងវិញតើអ្នកទាំងអស់គ្នាគេងអត់លក់ហ្នឹងគឺដោយសារបញ្ហាអីហើយអ្នកទាំងអស់គ្នាគួរតែព្យាយាមរកដំណោះស្រាយទាក់ទងជាមួយនឹងបញ្ហាហ្នឹងឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាកំពុងមានបញ្ហាទាក់ទងជាមួយនឹងគ្រួសារអញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមធ្វើម៉េចកុំយកវាមកគិតច្រើនពេកទម្លាក់វាចោលទៅហើយយើងអាចយកសាច់រឿងដែលយើងកំពុងពិបាកចិត្តហ្នឹងណាយកមកសរសេរលើក្តារពេលដែលយើងសរសេរលើក្តារទៅវាអាចនឹងជួយឲ្យយើងហ្នឹងគិតបានល្អល្អថាអូការប៉ັດវារឿងដូចជាវាអត់ច្រើនទេវារឿងវាមានតែប៉ុណ្្នឹងហេតុអីចាំបាច់គិតច្រើននៅថ្នាក់ហ្នឹងការប៉ັດវិធីដោះស្រាយគឺមានតែគ្រាន់តែថាយើងរកវិធីដោះស្រាយអត់ទាន់បានជាមួយនឹងបញ្ហាគ្រួសារវាមានច្រើនទៀតថាបញ្ហាគ្រួសារហ្នឹងគឺបញ្ហាអីខ្លះវាមានច្រើនណាស់អញ្ចឹងខ្ញុំមិនអាចនិយាយលម្អិតមួយបានទេប៉ុន្តែខ្ញុំអាចនិយាយជារួមបានថាអ្នកនរគ្នាគួរតែព្យាយាមរកដំណោះស្រាយមួយហើយធ្វើមិនណូតនៅលើក្តារយើងទៅសេបញ្ហានឹងណូតលើក្តារទៅយើងអាចនឹងរកវិធីដោះស្រាយឃើញហើយព្រោះពេលខ្លះយើងមកគិតក្នុងចិត្តយើងរកដំណោះស្រាយអត់ចេញទេតោះតែយើងទៅសេវាចេញមកខាងក្រៅដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងថាពេលដែលយើងគេងអត់លក់ហ្នឹងគឺអាចដោយសារតែខួរក្បាលយើងវាអត់ទាន់ជំរះបញ្ជីអានៅរឿងហៅចាស់ឬក៏រឿងហៅតាំងពីព្រឹករហូតមកដល់ល្ងាចហ្នឹងអញ្ចឹងអាចថាតាំងពីព្រឹកទល់ល្ងាចមកគឺយើងលពលរហូតយើងអត់មានពេលក្នុងការគិតពីរឿងទាំងអស់ហ្នឹងទេតែនៅពេលដែលចាប់ផ្ដើមដល់យប់ស្ងាត់អីអញ្ចឹងទៅអារម្មណ៍វាមានទាំងប្រមាណគឺវាចាប់ផ្ដើមបញ្ចេញមកដែលធ្វើខួរក្បាលរបស់យើងគឺចាប់ផ្ដើមគិតពីសាច់រឿងទាំងអស់ហ្នឹងតែម្ដងអាចគិតដោយសារតែអូការងារយើងវាមានច្រើនយើងពិបាកចេះបាក់ចោះគិតវាមិនចេញវាមានបញ្ហាច្រើនអីចឹងទៅមួយទៀតអាចដោយសារយើងគិតពីអនាគតច្រើនពេកអាចថាគូក្បាលរបស់យើងវាចូលចិត្តដើរតួជាហោរាអញ្ចឹងវាចូលចិត្តសួរសំណួរដែលគ្មានចម្លើយចុះបើស្អែកភ្ញាក់ទៅវាមិនតាន់ចុះបើស្អែកការងារធ្វើអត់តាន់គេចុះបើចាស់ទៅអត់មានលុយចាយនិយាយទៅវាព្យាយាមដោះស្រាយបញ្ហាដែលអត់តាន់កើតឡើងដើម្បីការពារយើងប៉ុន្តែវាក៏ធ្វើឲ្យយើងភ្នែកនៅថ្លែដូចគេចាក់ថ្នាំសណ្ដំដែរមួយទៀតរបៀបរបបដូចជាអង្គរៈអញ្ចឹងណាវាថាអូអត់ត្រូវគេងទេត្រូវគិតសិនត្រូវដោះស្រាយរឿងនឹងសិនមិនគេងបានវាអញ្ចឹងណាវាបង្ខំយកឲ្យយើងដោះស្រាយរឿងនឹងឲ្យចេញសិនចាំយើងគេងគឺវាអត់ព្រមឲ្យយើងនឹងគេងទេទាំងដែលយើងដឹងថារឿងនឹងគឺវាអត់ធំដុំអីទេរឿងនឹងយើងអាចដោះស្រាយបានប៉ុន្តែខំយើងឲ្យត្រូវថាដោះស្រាយបានហើយវាថាធ្វើដូចរឿងនឹងគឺរឿងទូចទេតែវាបង្ខំយើងទៅគិតមើលទៅជារឿងធំដុំចឹងហើយមួយទៀតសម្រាប់អ្នកដែលគាត់ចូលចិត្តគិតពីរឿងអតីតកាលខ្ញុំគិតថាសម្បូរមែនតើជាពិសេសអាចថាវាមិនខុសវាមិនរំលងពីរឿងទាំង3ប្រភេទនេះទេអាចទី1តទៅជាមួយនឹងរឿងគ្រួសាររឿងការងារហើយមួយទៀតគឺតទៅជាមួយនឹងរឿងអតីតកាលដូចជារឿងស្នេហានឹងឯងគឺគ្មានតាណាក្រៅពី3សាច់រឿងហ្នឹងទេអញ្ចឹងមិនដឹងថាអ្នកនរគ្នាមានបញ្ហារឿងមួយណាទេតែខ្ញុំគិតថាព្យាយាមទម្លាក់ចោលទៅហើយឧទាហរណ៍ដូចខ្ញុំនិយាយមិញអញ្ចឹងរឿងការងាររឿងគ្រួសារអីចឹងទៅហើយមួយទៀតតទៅមួយរឿងអតីតកាលបើសិនបើគូក្បាលបើយើងចូលចិត្តគិតរឿងអតីតកាលនៅពេលយប់មានន័យថាវាដូចចូលចិត្តដើរតួជារឿងអ្នកដឹកនាំរឿងចឹងវាចូលចិត្តចាក់ប្រចាំងអារឿងចាស់ឡើងវិញជាពិសេសរឿងណាដែលយើងចង់បំភ្លេចហ្មងពេលខ្លះវាសិតតែមានមូលហេតុមិនមូលហេតុសុកគូក្បាលវាមានតែគិតរឿងនឹងអស់ហ្នឹងទេអាចថាមូលហេតុគឺដោយសារតែយើងមានបញ្ហាស្ទាយក្រោយអីចឹងណាចូលចិត្តវិភាគរឿងដែលកន្លងផុតទៅហើយមកចាប់ផ្ដើមកែសម្រួល script ថ្មីបើការនឹងបើខ្ញុំនិយាយចេះប្រហែលឈ្នះគេបានហើយបើការនឹងបើខ្ញុំអត់ធ្វើអញ្ចឹងប្រហែលមិនខ្វះគេនិយាយទៅវាព្យាយាមរកដំណោះស្រាយឲ្យរឿងនឹងវាចប់ទៅហើយប៉ុន្តែតាមពិតវាគ្មានប្រយោជន៍អីក្រៅពីធ្វើឲ្យយើងគេអត់លក់ភ្នែកថ្លៃតែប៉ុណ្្នឹងឯងមួយទៀតគឺវាចង់រំលឹកមេរៀនបែបអវិជ្ជមានតាមធម្មជាតិគូក្បាលយើងចង់ចាំរឿងដែលឈឺចាប់ឬក៏រឿងដែលខុសឆ្គងបានល្អជាងរឿងសบายព្រោះវាចង់ការពារយើងកុំឲ្យយើងធ្វើខុសម្ដងទៀតប៉ុន្តែវាអត់ដឹងទេថាការរំលឹកនៅម៉ោង2:10យប់គឺជាការធ្វើទរណកម្មដល់យើងខ្លាំងមកចឹងហើយមួយទៀតតើតោងជាមួយរឿងដែលអត់តបញ្ចប់
ជួនកាលមានពាក្យសម្ដីខ្លះដែលយើងអត់បាននិយាយចេញទៅឬក៏បញ្ហាខ្លះដែលយើងអត់ទាន់បានដោះស្រាយដែរស្រាយជាមួយនរណាម្នាក់រឿងទាំងអស់វានឹងចេញមកសັບប្រាប់យើងនៅពេលដែលស្ងាត់ថាកុំអាភ្លេចខ្ញុំអីចាំខ្ញុំសិនទៅដល់ស្រាយខ្ញុំសិនមកអីចឹងអញ្ចឹងបើអ្នកនរគ្នាចង់ដេញខ្មៅអតីតកាលនឹងចេញពីអ្នកនរគ្នាអាចប្រើច្បាប់5ឆ្នាំមានន័យសាកសួរខ្លួនឯងថាតើរឿងដែលយើងកំពុងតែដេកគិតហ្នឹងវាមានអត្ថប្រយោជន៍លើជីវិតយើង5ឆ្នាំទៀតអត់បើចម្លើយគឺអត់ទេគួរតែប្រាប់ថាឈប់គិតទៅឈប់វារឿងទាំងអស់ហ្នឹងវាហួសទៅលេហើយហើយមួយទៀតយើងអាចទៅសេសម្បត្តិអត់ផ្ញើមានន័យថាបើសិនជាយើងគិតរឿងខឹងអ្នកណាម្នាក់ឬក៏ស្ដាយក្រោយរឿងអីមួយទៅសេវាចូលទៅក្នុងកណ្ដាលអស់ឬក៏សរសេរនៅក្នុង note ហើយយើងអាចហែកចោលឬក៏ដុតចោលឬក៏យើងអាចលុបចេញវិញអីចឹងទៅដើម្បីគូក្បាលយើងយល់ថាយើងបានបញ្ចេញវាអស់ហើយទីគឺអនុវត្តការអភ័យទោសឲ្យខ្លួនឯងនិយាយទៅកាន់ខ្លួនឯងកាលហ្នឹងខ្ញុំធ្វើបានល្អបំផុតហើយតាមអ្វីដែលខ្ញុំដឹងហើយឥឡូវខ្ញុំដឹងជាងមុនខ្ញុំបានធ្វើឲ្យល្អជាងមុនចឹងការដែលយើងមានសន្តិភាពជាមួយនឹងខ្លួនឯងគូក្បាលក៏វាលែងសូវរលរឿងដែរមួយទៀតគឺយើងអាចប្រើបច្ចេកទេសរាប់ថយក្រោយបើវាចាប់ផ្ដើមគិតរឿងចាស់យើងអាចសាករាប់ថយក្រោយពី100ដល់1 199 98 97ចឹងការដែលយើងរាប់ថយក្រោយគឺបខំឲ្យគូក្បាលប្រើកតវិជ្ជាធ្វើឲ្យវាអាចប្រើអារម្មណ៍ reverse នឹងបានទេចឹងវិធីដែលល្អបំផុតហ្នឹងគឺព្យាយាមបញ្ចប់រឿងហ្នឹងជប់គិតរឿងហ្នឹងទៅសេវាចេញមកហើយយើងអាចបដូរតួអង្គមានន័យគិតរឿងដែលគេធ្វើយើងបាក់ចិត្តហ្នឹងសាកមករកគិតរឿងសាញ់ខ្លួនឯងវិញហើយស្ដាប់ podcast ឬក៏សភៅសំឡេងឲ្យបានច្រើនពេលខ្លះយើងស្ដាប់គេនិយាយវិញទៅវាអាចធ្វើឲ្យគូក្បាលយើងមានឱកាសបាននិយាយម្នាក់ឯងឬក៏ជ្រើសរើសប្រធានបទណាដែលផ្ដល់ចំណេះដឹងយើងមកស្ដាប់ដើម្បីឲ្យយើងវាថាផ្ចង់អារម្មណ៍ទៅគិតពី podcast ហ្នឹងវិញអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងទេអ្វីដែលខ្ញុំចង់និយាយអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងព្យាយាមទម្លាក់ចុះឲ្យគេបានលក់សួរនៅក្នុងយុគនេះចឹងជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អគិតរឿងសប្បាយជួបរឿងល្អជួបមនុស្សល្អហើយកុំសេចក្ដីច្រើនពេកការធ្វើគិតច្រើនវាមិនល្អអីទេវាមានតែរំខានទៅដល់សុខភាពរបស់យើងធ្វើឲ្យយើងអត់សុបាយចិត្តហើយបង្អាក់ការដែលយើងចង់ទៅធ្វើអីផ្សេងច្រើនមែនតើខាត់ពេលវេលាមែនតើវាអត់ចំណេញអីទេតែខ្ញុំមានវិធីមួយដែលជួយអ្នកនរគ្នាហ្នឹងអាចបំភ្លេចឬក៏អាចធ្វើឲ្យកុំគិតច្រើន stress ច្រើនខ្វល់ខ្វាយច្រើនគឺហ៊ានទទួលស្គាល់ការពិតមានន័យថារឿងហ្នឹងខ្ញុំបានធ្វើអស់ហើយវាបានតែប៉ុណ្្នឹងទេចឹងយើងក៏វាថាយើងដោះស្រាយតាមតាណាទៅព្រោះរឿងតែកើតឡើងហើយយើងមិនអាចថាទុកវាចោលអត់ដោះស្រាយកើតទេត្រូវតែដោះស្រាយប៉ុន្តែតែស្អីវាចេញមកហើយរហូតដំណោះស្រាយម្ដងមួយជំហានទៅគ្មានអ្វីដែលដោះស្រាយចេញទេលើកដែលយើងអត់ចង់ដោះស្រាយហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាអាចធ្វើបានហើយកុំគិតថារឿងគ្រប់យ៉ាងវាអត់មានដំណោះស្រាយព្យាយាមរកដំណោះស្រាយមួយហើយព្យាយាមធ្វើវាឲ្យបានជាប់លាប់ធ្វើវាឲ្យអស់បំផុតគឺខ្ញុំគិតថាអ្នកនរគ្នានឹងជោគជ័យអាចថាថ្ងៃនេះមិនជោគជ័យថ្ងៃក្រោយអ្នកនរគ្នានឹងជោគជ័យដូចគេថាពេលវេលាអាចផ្លាស់ប្ដូរមនុស្សបានទេប៉ុន្តែពេលវេលាគឺអាចបង្ហាញពីចិត្តមនុស្សបានចឹងខ្ញុំតែងតែចងចាំពាក្យមួយឃ្លានឹងជានិច្ចចឹងខ្ញុំជឿថាអ្នកនរគ្នាប្រកាសជាអាចធ្វើបាន